ួស្ដីបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់ Channel របស់ខ្ញុំម្ដងទៀតថ្ងៃនេះយើងមានគូប្រកួតធំមួយដែលអាចនិយាយបានថាជាគូខ្លាំងប្រចាំសប្តាហ៍គឺជាការប្រកួតវគ្គផ្ដាច់ព្រួតនៃពានរង្វាន់ EFL Cup Final រវាងក្រុមខ្លាំងពីរក្រុមកំភ្លើងធំ Arsenal ទល់នឹងមេខៀវ Manchester City តើកូន Dinosaur អាចស៊ីមនុស្សក្រៃប្រភពបានដែរទេ Arsenal ជាក្រុមនេះមួយកំពុងមានទម្រង់លេងល្អនិងមានភាពស៊ីសង្វាក់គ្នានៅរដូវកាលនេះមិនថា Premier League, UCL ឬក៏ EFL Cup ប៉ុណ្ណោះការវាយប្រហាររបស់ Arsenal មានល្បឿនលឿននិងមានការសហការគ្នាល្អជាពិសេសការលេងតាមទម្រង់និងបញ្ចូលបាល់ទៅតំបន់គ្រោះថ្នាក់ប៉ុន្តែនៅក្នុងការប្រកួតធំៗការការពាររបស់ពួកគេនៅតែមានចន្លោះខ្លះៗដែលអាចត្រូវបានបំបែកដោយក្រុមមានបទពិសោធន៍ខ្ពស់ចំណែកក្រុម Manchester City ក្រុមនេះអាចនិយាយបានថាជាក្រុមដែលមានបទពិសោធន៍ខ្ពស់នៅក្នុងការប្រកួតវគ្គ Final ការគ្រប់គ្រងបាល់និងការបង្កើតឱកាសរបស់ City គឺនៅកម្រិតខ្ពស់ពួកគេលេងដោយមានផែនការច្បាស់លាស់និងការបញ្ចប់ឱកាសក៏មានប្រសិទ្ធភាពប៉ុន្តែបញ្ហាតូចមួយគឺពេលប្រឈមមុខនឹងក្រុមដែលវាយតប City ក៏អាចរងគ្រាប់បាល់បានដែរណែនាំការលេងពីហ្គោលខ្មែរ Manchester City ធ្លាប់ឈ្នះក្រុម Arsenal ក្នុងពានមួយនេះដល់ទៅ2ដងគួររង Manchester City 0.5ការលេង over 2 គ្រាប់កន្លះយប់នេះតើ Manchester City អាចបំបាក់ Arsenal ម្ដងទៀតបានទេកុំភ្លេច Subscribe Channel របស់ខ្ញុំដើម្បីទទួលបានការវិភាគបាល់ច្បាស់ៗល្អ